គាត់ឈឺចាប់បំផុតហ្នឹងគាត់និយាយថាប្តីគាត់នៅជួរមុខហើយកូននៅក្នុងដៃរបស់គាត់គាត់អត់មានសិទ្ធិក្នុងការមើលកូនឲ្យពេញលេញបានណាទោះបីគាត់អត់យំបែបបោកខ្លួនប៉ុន្តែយើងមើលឃើញពីភាពឈឺចាប់ដែលគាត់បានជួបហើយខ្ញុំចង់ឲ្យវីដេអូហ្នឹងឃើញតែដល់សៀមមែនតើខ្ញុំចង់សួរវាថាបេះដូងវាធ្វើចេញពីអីដើម្បីអំណាចពួកវាដើម្បីលុបនៅភាពកក្រិចផ្នែកនយោបាយរបស់ពួកវាដើម្បីចំណងតណ្ហារបស់ពួកវាដែលស្រែកឃ្លានដីរបស់អ្នកដតីដែលប្លង់ខុសសោះវាធ្វើឲ្យជនស៊ីវិលជាច្រើននេះត្រូវរងគ្រោះវាគិតថាជីវិតវាផុតអស់ហើយលែងលំបាកហើយឬមែនតើកណិកាចង់សួរមែនតើហើយបើនៅក្នុងតំណែងមួយដែលឲ្យមនុស្សច្រើនបាត់បង់ជីវិតបែបនេះបើពួកសៀមវានៅក្នុងវាយកបានតំណែងហ្នឹងឬក៏វានៅក្នុងយុគហ្នឹងទាំងជីវិតវាធ្វើឲ្យអ្នកដតីរងគ្រោះបែបនេះមិនមែនជាមោទនភាពទេតែជារឿងស្មោកគ្រោកជាទីបំផុតចាមានវីដេអូបងស្រីនឹងចាហើយមិនដឹងថាតើគ្នាក្រំចិត្តប៉ុណ្ណាប្រិមត្តអ្នកស្ដាប់ខ្ញុំពិតជាអាណិតខ្លាំងហ្មងហើយជាពិសេសមនុស្សស្រីដែលគាត់ពពោះហើយគាត់នៅឆ្ងាយពីប្តីប្រិមត្តបើមិនធ្លាប់ជាមនុស្សស្រីឆ្លងតលេអត់យល់អារម្មណ៍មួយនឹងទេថាម្ដាយឪពុកសំខាន់ណាស់ត្រូវគេបងប៉ុន្តែពេលដែលយើងពពោះហើយយើងសម្រាលគឺប្តីហ្នឹងឯងដែលនៅចិត្តមើលថែប៉ុន្តែប្តីមើលថែជាតិហើយប្រពន្ធត្រូវមើលថែខ្លួនឯងហើយកូនតើគាត់ត្រូវប្រាប់ប្តីថាម៉េចពេលដែលកូនបាត់បង់ជីវិតបែបហ្នឹងហើយគាត់ខ្លួនឯងផ្ទាល់ត្រូវធ្វើអារម្មណ៍ម៉េចវាឈឺចាប់ណាមកគាត់ប្រិមត្តដែរឃើញមនុស្សយើងបើនៅយំចេញអានឹងរៀងធូរខ្លះតែមនុស្សដល់ថ្នាក់ស្រកថាទឹកភ្នែកអត់មានលុយសលេងអីទាំងអស់វាឈឺហើយខ្ញុំមើលមកកូនហ្នឹងហើយខ្ញុំអសូរមែនតើនិយាយមែនតើខ្ញុំអសូរខ្លាំងក្មេងគ្នាតំឃើញពលឺថ្ងៃអត់តន់ធំនឹងក្តីឯផងឯគ្នាមកទៅជួបរឿងហ្នឹងហេតុអីមនុស្សដូចគ្នាសោះរស់មកជីវិតដូចគ្នាសោះចាំបាច់ធ្វើបាបគ្នាចឹងទៅអីដើម្បីមហិច្ឆតារបស់ខ្លួនឯងហេតុអីវាសាហាវដល់ថ្នាក់ហ្នឹងហើយអ្វីដែលឈឺចាប់បំផុតនៅពេលដែលឃើញមនុស្សម្នាក់ឬប្រទេសមួយជន់ឈ្លីប្រទេសមួយហើយចំណាត់ការវាអត់លឿនទេដឹងអត់ថាការយឺតមួយថ្ងៃហ្នឹងវាធ្វើឲ្យមនុស្សប្រហែលអ្នកបាត់បង់ជីវិតរាជរដ្ឋាភិបាលកម្ពុជាប្រឹងហើយគ្រប់ក្រសួងគ្រប់លំដាប់ថ្នាក់ទាំងអស់បងតៃឃើញហើយក្រសួងការបរទេសលោកអាដាមប្រាក់សុខុនមួយថ្ងៃជួបភ្ញៀវប្រមាណអន្តរជាតិសម្ដេចធិបតីមួយថ្ងៃជួបភ្ញៀវប្រមាណត្រូវធ្វើអីគេខ្លះត្រូវរៀបចំអីខ្លះហើយបងកងទ័ពរបស់យើងគាត់ពោបាយអត់ត្រង់មាត់ទេពួយពេលដែលឃើញកងទ័ពប្រាប់មកយើងទាំងបាមែនគឺយើងប្រាប់ប្រិមត្តអត់អស់ទេតែក្នុងចិត្តយើងអាចដឹងតែវាក្រំណាបងប្អូនវាឈឺមែនតើឈឺថាហេតុអីអន្តរជាតិបដ ாய் ឲ្យវាធ្វើអញ្ចឹងដាក់កម្ពុជាបាន3ប្រហែលចូល3 10ថ្ងៃលើអីតាំងពីថ្ងៃទី7មក13ថ្ងៃហើយដឹងអត់ថា13ថ្ងៃហ្នឹងស្លាប់មនុស្សអស់មែនស្លាប់កងទ័ពអស់មែនទាំងសងខាងតែខ្ញុំជឿថាខាងយើងវាធ្ងន់ជាងព្រោះដោយសារអីខាងយើងមិនមែនអ្នកដឹកនាំរឿងហ្នឹងមកទេគឺសៀមវាអ្នករៀបចំហើយប្រទេសយើងមិនមែនសាហាវដូចវាទេត្រូវគេបងយើងណាទៅហ៊ានផ្លោងវាងាប់អាដកអាណែយើងគោលដៅសំខាន់ខ្មែរគឺគោលដៅយើងតែយោធាទេក្រសួងការពារជាតិប្រកាសហើយដដែលគឺដដែលថាខ្មែរគឺតតាំងទៅជាមួយយោធាទេអត់មានបដោតសំខាន់លើជនស៊ីវិលតែសៀមប្រើ F16 បាញ់លើផ្ទះប្រជាពលរដ្ឋសៀមប្រើ F16 បាញ់លើកន្លែងក្បែរជនភៀសសឹកវាប្រើដ្រូនដើរសើបស្រាច់ចិត្តព្រមមិនដឹងអត់ថាថ្ងៃកណិកាយកស្បៀងរបស់មហាគ្រួសារ ABC ទៅក្រាបអរគុណម្ដងទៀតឲ្យជូនបុណ្យកុសលទៅមហាគ្រួសារ ABC បងដែលមានឈ្មោះជាអ្នកឧបត្ថម្ភមកយើងទាំងអស់នឹងផងបងមិនយកអារម្មណ៍ថាអានឹងដ្រូនមែនតើយើងមើលឃើញនៅលើក្បាលយើងហ្មងហើយឥឡូវសល់3គីឡូទៀតទៅដល់ទីតាំងចែកហើយនឹងយើងថយក្រោយយកមួយណាសម្រាប់ពេលហ្នឹងកណិកាបងឲ្យផ្លើសជីងឲ្យបងតកងឡានសួរបងតកងឡានថាបងឥឡូវដ្រូននៅលើក្បាលបាយទៅមុខឬថយក្រោយគាត់ថាទៅសល់តែ3គីឡូទៀតដល់ឯហ្នឹង
ពួកយើងចិត្តដល់កូនដែរដែលយើងត្រូវយកអាហារ ហើយពួកគាត់ចាំយើងឡើងដល់កណែថតរូបមកគាត់ចាំយើងឯហ្នឹង 10 ជាងហ្នឹងបង10ជាងពួកខ្ញុំទៅដល់ ចឹងឯវ៉ាន់ក្នុងហ្នឹងមានស្បៀងរបស់ប្រិមិត្តឲ្យមានកៅអៅមានខ្នើយមានអីហ្នឹងចឹងមិនកណិកា ម្សៅទឹកដោះគោពី ម្សៅទឹកដោះគោពីខាង Front Baby ពីខាងខាង Ford ខាងករបស់បងធនាគារប្រាសាទចាហើយនឹងថៃខរបស់បង The Premium Center សែនសុខ Hotel and Spa និងមជ្ឈមណ្ឌល The Premium Center សែនសុខហើយនឹងមានភេសជ្ជៈសុខភាពដែលប្រិមិត្ត ABC ទិញតាមក្រុមការងារមានសាប៊ូ100ដុំដែលប្រិមិត្តទិញតាមក្រុមការងារ ABC ទៅទៀតគាត់ឲ្យប្រាប់ឈ្មោះនៅមានប្រិមិត្តយើងជាច្រើនទៀតឯវ៉ាន់ប្រិមិត្តទាំងអស់គឺឥឡូវសួរថាកម្លាំងជំរុញចិត្តដឹងខ្ញុំសម័យឃើញអានសម័យឃើញទឹកមុខប្រិមិត្តដែរចុះពីលើឡានមកហើយដឹងឲ្យយើងយកទៅឲ្យភាសក៏ ខ្ញុំឡងពេលហ្នឹងក៏ខ្វះខាតកាន់តែគេអត់មានយកតាមខ្លួន ហ្នឹងហើយខ្ញុំមកដឹងថាធ្វើម៉េចទាំងអស់គ្នាគឺស្រីតែម្នាក់ឯងមួយហើយតែចឹងបងសួរកណិកាថាកណិកាមកហ៊ានទៅអត់បើអត់ហ៊ានទៅជីថយក្រោយវិញកុំឲ្យថាមានរឿងអីខុសបងខ្ញុំថាអត់ទេបងទៅហើយក៏អត់មានប្រាប់ក្នុងក្រុមអីទាំងអស់ទៅចឹងមកខ្ញុំថតវីដេអូទាំងរបៀបយើងវាអារម្មណ៍នៅក្នុងខ្លួននេះហើយទៅដល់ហ្នឹងក៏បងគាត់ជួយលើកអីវ៉ាន់ទៅប្រិមិត្តស្ដាប់ហើយខ្ញុំក៏ដឹកក្នុងចិត្តហួសចិត្តថាចេះវាប្រើសិនអីវាមានអំណាចអីបោះដ្រូនចូលស្រុកខ្មែរស្ទើរចិត្តនេះហើយវាប្រើដាក់ F16 ទៀតព្រោះក្បួនការសង្គ្រាមគេអត់ដែរបាញ់ចូលកន្លែងស៊ីវិលទេបើអ្នកឯងបាច់ចូលកន្លែងស៊ីវិលស្មើនឹងអ្នកឯងឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិមានសិទ្ធិបញ្ឈប់អន្តរជាតិមានសិទ្ធិប្រើអំណាចគ្រប់បែបយ៉ាងដើម្បីដាក់ទណ្ឌកម្មប្រទេសមួយហ្នឹងតែហេតុអីបដ ாய் ឲ្យវាធ្វើចឹងដាក់ខ្មែរបាន3-10ថ្ងៃខ្ញុំនៅតែសួរត្រែថាហេតុអីខ្មែរវាអត់កំសត់ទេឬខ្មែរនឹងមិនមនុស្សដែរមិនប្រទេសដែលអ្នកទាំងអស់គ្នាស្រឡាញ់ទេឬហើយរដ្ឋាភិបាលខ្មែរប្រជាជនខ្មែរធ្លាប់ធ្វើអីខុសលើពិភពលោកបានជាពិភពលោកទុកខ្មែរបែបហ្នឹងទុកឲ្យខ្មែររងទុកបែបហ្នឹងខ្ញុំគិតម្យ៉ាងថាបើថ្ងៃនោះមានរឿងអីកើតឡើងខ្ញុំនឹងធ្វើវីដេអូចុងក្រោយខ្ញុំគ្រាន់តែចង់សួរទៅកាន់ពិភពលោកថាតើពួកយើងធ្វើអីខុសបានជាពិភពលោកធ្វើទុកពួកយើងចោលតើត្រូវឲ្យពួកយើងកាត់ជំរាករបស់ពួកយើងប៉ុន្មានជំរាកទៀតដើម្បីឲ្យអាចោលសៀមស៊ីបានវាឆ្អែតតាំងពីលើដល់ខោវាធ្វើការស៊ីប្រហែលទៀតបានវាឆ្អែតហើយខ្ញុំឃើញមានអ្នកធ្វើព័ត៌មានវាមួយដែលវាឃើញគ្រាប់មកគ្រាប់ធ្លាក់ក្រោយខ្នងវាដឹងគ្រាប់ខាងណាធ្លាក់ឯងហើយវាធ្វើរបាយការណ៍យំទៅសិកទៅស្រាក់ខ្ញុំចង់ផ្ញើវីដេអូយំទៅសិកទៅស្រាក់ឲ្យវាវិញថាខ្ញុំទេដែលត្រូវទៅសិកទៅស្រាក់ព្រោះដោយសារតែគ្រាប់ខ្ញុំមិនមែនធ្លាក់នៅវាស្រែគ្រាប់ដែលឯងបាញ់មកគឺធ្លាក់លើផ្ទះប្រជាពលរដ្ឋគ្រាប់ដែលពួកឯងបាញ់មកគឺធ្លាក់ចំស្ពានដែលត្រូវយកស្បៀងឲ្យកងទ័ពហើយកាន់ផែនទី1លើ50,000ផែនទីចោលសោះហើយខ្លាំងប៉ុណ្ណឹងហើយបាញ់មកគេមុនដែលប្រើ F16 ប្រើគ្រីផែនសោះហើយវេទនាប៉ុណ្ណឹងចុះខ្មែរនេះដែលរងការបាញ់ប្រហារពីពួកឯងទាំងស្រុងនេះតែខ្មែរឈើប៉ុណ្ណាហើយខ្ញុំជាឈាមខ្មែរខ្ញុំអត់ធ្វើអីកើតតែខ្ញុំឈើប៉ុណ្ណាខ្ញុំត្រូវយំបោកខ្លួនប៉ុណ្ណាម្ដាយគេបែកកូនគេម្ដាយគេបែកប្តីគេប្រពន្ធបែកប្តីប្តីបែកប្រពន្ធនៅឆ្ងាយគ្នាកូនខំបកើតមកហូរឈាមទាំងធ្លុកចុងក្រោយ3កូនដាច់ទាំងហើមតើម្ដាយគេឈឺចាប់ប៉ុណ្ណាពួកអ្នកឯងបេះដូងធ្វើចេញពីអីអន្តរជាតិមានឃើញអត់ពួកគាត់អត់មានបានខុសអីលើអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាមានលុយ$1 លានហើយអ្នកទាំងអស់គ្នាល្មមរស់បានហើយតែពួកគាត់មិនទាន់ស្គាល់លុយ$5,000ក្នុងផ្ទះផងហេតុអីឲ្យពួកគាត់មករងគ្រោះព្រោះមហាចតារបស់អ្នកហ៎សៀម Why What you want from Cambodia What you want If you really feel that Cambodia invaded to your territory, why you not prepare the document and go to ICJ? Why you don't avoid from war? You know war destroy many things, especially the life of the people. They lost their children. They lost their father. They lost their mother. They lost the happiness in their family. They lost many things. In Thailand, you say that you love peace. Why you not go ICJ without any war? Why you not allow other country to see, to find the truth by searching or doing anything? Why you reject the meeting for peace? Why? Why the way that you speak out and the way that you did is different from different with each other so far?
Why you always pointed to Cambodia? The Cambodia is invaded to your country. Why